សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel អារ៉ៃសម្រាប់រឿងថ្ងៃនេះដែរខ្ញុំនឹងសង្ខេបរឿងមួយដែលជាប្រភេទរឿងប្រឌិតបែបវិទ្យាសាស្ត្រដើម្បីឲ្យបងប្អូនបានស្ដាប់និងទស្សនាជាការកម្សាន្តដែលរឿងរបស់យើងមានចំណងជើងថា Real Steel ផលិតនៅក្នុងឆ្នាំ2011ហើយសាច់រឿងនិយាយអំពីបរិសុទ្ធដែលជាអ្នកប្រដាល់អាជីពម្នាក់ក្រោយពីការចូលនិវត្តន៍ហ្នឹងគាត់ក៏បានក្លាយជាអ្នកប្រកួតប្រដាល់មនុស្សយន្តរ៉ូបតវិញដើម្បីរកប្រាក់ចំណូលប៉ុន្តែការប្រកួតរបស់គាត់ហ្នឹងគឺត្រូវបានបរាជ័យជាច្រើនដងហើយជាប់ពាក់បំណុលគេហ្នឹងជុំទិសតែម្ដងក្រោយមកគាត់ក៏ត្រូវបង្ខំចិត្តយកចិត្តទុកដាក់ទៅលើកូនប្រុសរបស់គាត់ម្នាក់ទៀតដែលគាត់មិនធ្លាប់ជួបពីមុនសោះឡើយនៅពេលដែលពួកគេទាំងពីរបានរកឃើញមនុស្សយន្តរ៉ូបតចាស់មួយនៅក្នុងកំណរសម្រាមវាក៏បានផ្លាស់ប្ដូរវាសនារបស់ពួកកូនទាំងពីរហ្នឹងទាំងស្រុងតែម្ដងអញ្ចឹងបើចង់ដឹងដំណើរសាច់រឿងរបស់យើងល្អមើលយ៉ាងណានោះសូមតាមដាននិងទស្សនាជាមួយ admin ទាំងអស់គ្នាដំណើរសាច់រឿងបង្ហាញឲ្យយើងឃើញបុរសម្នាក់ដែលគាត់មានឈ្មោះថា Charlie គាត់គឺជាអតីតអ្នកប្រដាល់ម្នាក់ដែលបានបាត់បង់ការងារនេះគឺដោយសារតែការប្រកួតប្រដាល់នឹងត្រូវបានជំនួសដោយមនុស្សយន្តនៅក្នុងសាច់វៀនវិញហើយគាត់បានធ្វើដំណើរឆ្លងកាត់ជាច្រើនប្រទេសដើម្បីចូលរួមក្នុងការប្រកួតប៉ុន្តែគាត់នឹងក៏ជាពាក់លុយគេច្រើនដែរដោយសារតែគាត់ចូលរួមប្រកួតម្ដងហ្នឹងគឺតែងតែបរាជ័យនៅព្រឹកមួយដែល Charlie គាត់បានភ្ញាក់ពីដេកនឹងនៅក្នុងឡានរបស់គាត់យើងឃើញថានៅជុំវិញគាត់នឹងគឺសិតតែដបស្រាហើយគាត់បានទទួលទូរស័ព្ទពីបរិសម្នាក់ដែលសួរគាត់អំពីបំណុលចំនួន$30,000ហើយ Charlie បានប្រាប់បរិសនោះថាគាត់ប្រហែលជាច្រឡំមនុស្សហើយគាត់នឹងមិនមែនជាអ្នកបដាឬក៏ Charlie អីទេ Charlie បានធ្វើពោលជាមានបញ្ហាទូរស័ព្ទហើយគាត់ក៏បានបិទទៅនៅពេលនោះមានក្មេងស្រី3នាក់បានដើរមកជិតឡានរបស់គាត់ហើយសុំ Charlie បង្ហាញពួកគេនៅមនុស្សយន្តដ៏ល្បីរបស់គាត់ដែលមានឈ្មោះថា Ambers ក្មេងស្រីម្នាក់បានដកកាមេរ៉ារបស់គាត់បំរុងនឹងថតរូបមនុស្សយន្តរបស់ Charlie ប៉ុន្តែ Charlie បានទារប្រាក់$5ប្រសិនបើពួកគេចង់ថតរូបមនុស្សយន្តហើយក្មេងៗទាំងនោះក៏បានដើរចាកចេញទៅនិងបាននិយាយថាយីពូមនុស្សយន្តឡើងកញ្ចាស់សុំថតរូបប៉ុណ្ណឹងយកលុយដែរយើងកាន់មកកន្លែងតាំងពីប៉ុម1 Charlie បានជួបមិត្តចាស់របស់គាត់ដែលមានឈ្មោះថា Ricky ដែលគាត់គឺជាអ្នកគ្រប់គ្រងសង្វៀនប្រដាល់នៅទីនោះគាត់សន្យាថានឹងបង់ប្រាក់$3,000ដល់ Charlie ប្រសិនបើមនុស្សយន្ត Amber របស់ Charlie ចូលរួមក្នុងការប្រកួតជាមួយសត្វគោរបស់គាត់ Charlie ក៏បានសម្រេចចិត្តភ្នាល់ជាមួយ Ricky ហើយថែមទាំងភ្នាល់ប្រាក់ចំនួន$20,000បន្ថែមពីលើទៀតប្រសិនបើ Ricky ឈ្នះក្នុងការប្រកួតនេះអញ្ចឹងយើងនឹងហើយថាមូលហេតុអីដែល Charlie នឹងចំពាក់បំណុលគេច្រើនដល់ថ្នាក់ហ្នឹងគឺដោយសារតែគាត់នឹងគឺចូលចិត្តភ្នាល់ដាក់លុយច្រើនពេកហើយ Ricky យល់ព្រមនឹងការភ្នាល់នេះនិងប្រមាន Charlie ថាប្រសិនបើគាត់ចាញ់ម្ដងទៀតហើយមិនព្រមសងបំណុលនោះ Charlie ច្បាស់ជាខ្លាចជាសាច់ជ្រូក3ជាន់ជាមិនខានការប្រកួតបានចាប់ផ្ដើមហើយ Charlie បានណែនាំមនុស្សយន្ត Amber របស់គាត់ទៅកាន់ទស្សនិកជនឈុតដំបូងយើងឃើញថាអ្វីៗដំណើរការបានយ៉ាងល្អមនុស្សយន្តរបស់ Charlie បានកិច្ចនឹងវាយប្រហារទៅកាន់សត្វគោនោះបានយ៉ាងងាយស្រួលផងដែរដែលធ្វើឲ្យអ្នកមើលនៅទីនោះទះដៃនិងស្រែកហូឲ្យគាត់ដូចគ្នាប៉ុន្តែ Charlie អាឡែងតែធ្វើចរិតប្រសាទដាក់កញ្ញានៅទីនោះហើយមិនបានកត់សម្គាល់ទៅលើសត្វគោវាក៏បានបោយ៉ាងលឿនទៅបុកមនុស្សយន្តរបស់ Charlie ពីខាងក្រោយនិងបានធ្វើឲ្យមនុស្សយន្តរបស់គាត់នឹងដាច់ជើងម្ខាងបាត់ទៅ Charlie បានសុំ Ricky ឲ្យបញ្ឈប់ការប្រកួតទៅប៉ុន្តែគាត់មិនខ្វល់ឡើយនិងបានឈរញញឹមយ៉ាងរីករាយមើលទឹកមុខរបស់ Charlie ដែលកំពុងចាញ់ទៀតផងបន្តិចក្រោយមកយើងឃើញថាមនុស្សយន្ត Amber របស់ Charlie នឹងត្រូវបានសត្វគោនឹងជួលឲ្យបែកជាបំណែកហើយខ្លាចជាអេចាយបាត់ទៅហើយក្មេងៗស្រីទាំងនោះបានមកឌឺដងដាក់ Charlie ថែមទៀតថាពូខ្ញុំសុំអាចជើងមនុស្សយន្តនេះមកទុកធ្វើជាវត្ថុអនុស្សាវរីយ៍ Charlie ក្រោយពីការចាញ់មនុស្សយន្តរបស់គាត់ហើយថែមទាំងមិនឲ្យលុយទៅលើ Ricky ទៀតហើយគាត់ក៏បានព្យាយាមរត់គេចដោយមិនឲ្យ Ricky នឹងចាប់អារម្មណ៍គាត់ឡើយពេលនោះមានបរិសុទ្ធ2នាក់តាមគាត់ពីក្រោយហើយគាត់ក៏បានមាត់បរិសុទ្ធម្នាក់នឹងមួយដៃទៅដោយ Charlie ស្មានថាពួកគេមកតាមដើម្បីទារលុយពីគាត់ហើយអ្នកទាំងពីរនោះបានប្រាប់ Charlie ថាពួកគេមិនមែនជាក្រុមរបស់ Ricky នោះទេដែលពួកគេមកនេះដើម្បីប្រាប់ដំណឹងអំពីមិត្តស្រីរបស់គាត់ដែលបានស្លាប់បាត់ទៅហើយបានបន្សល់ទុកកូនប្រុសម្នាក់ដែលមានអាយុ11ឆ្នាំហើយគេមានឈ្មោះថា Mark ឥឡូវនេះខ្លាចជាក្មេងកំព្រាម្ដាយបាត់ទៅហើយក្រោយពីបានទទួលដំណឹងនេះ Charlie ក៏បានធ្វើដំណើរទៅតុលាការដើម្បីចុះហត្ថលេខាលើការលះបង់សិទ្ធិជាអាណាព្យាបាលរបស់ឪពុកម្ដាយដែលគាត់មិនបានខ្វល់ខ្វាយពីកូនរបស់គាត់ឡើយហើយ Charlie បានសង្កេតឃើញថាប្តីប្រពន្ធតែជាសាច់ញាតិរបស់អតីតមិត្តស្រីរបស់គាត់នឹងគឺជាអ្នកមានគាត់សុខចិត្តទទួលយក Mark ទៅចិញ្ចឹមហើយ Charlie ព្រមប្រកួតសិទ្ធិជាអាណាព្យាបាលនោះទៅពួកគេជាថ្នូរនឹងទឹកប្រាក់ចំនួនប្រមាណជា$10,000ហើយបរិមម្នាក់ដែលត្រូវជាសាច់ញាតិរបស់មិត្តស្រីរបស់គាត់នឹងក៏បានឆ្លើយយកព្រមនិងបានប្រគល់ប្រាក់ប្រមាណជា$50,000នឹងជាប្រាក់កក់សម្រាប់ Charlie ទៀតផងហើយគាត់បានបន្ថែមទៀតថាគាត់និងប្រពន្ធរបស់គាត់នឹងមានការរវល់នៅក្នុងរដូវក្តៅនេះអញ្ចឹងទៅ
អត់មានណាគេមើល Charlie ទេសូមឲ្យ Charlie ហ្នឹងជួយមើលថែមតប Mark ជំនួសគាត់ផងហើយគាត់នឹងសន្យាថានឹងបន្ថែមលុយមួយចំនួនពីលើថែមទៀតទៅកាន់ Charlie បន្ទាប់ពី Charlie ក៏ទទួលបានលុយនោះហើយគាត់ក៏បានចាក់ចេញទៅនិងបានប្រញាប់ខលទៅទិញមនុស្សយន្តថ្មីមួយទៀតដែលមានឈ្មោះថា Noisy Boy ពីទីផ្សារងងឹត Charlie បានត្រឡប់មកកន្លែងស្នាក់នៅរបស់គាត់វិញដែលគាត់រាល់ថ្ងៃហ្នឹងគឺរស់នៅជាមួយមិត្តស្រីរបស់គាត់មានឈ្មោះថា Belly ហើយនាងគឺជាកូនរបស់គ្រូបង្វឹកប្រដាល់ប៉ុន្តែពុករបស់នាងគឺបានស្លាប់បាត់ទៅហើយ Belly បានស្ដីបន្ទោសឲ្យ Charlie សម្រាប់ការដែលគាត់យកលុយទៅទិញមនុស្សយន្តដែលមានតម្លៃថ្លៃខណៈដែលគាត់នឹងកំពុងតែចម្ពាក់លុយគេគ្រប់ទិសតែម្ដង Charlie បានព្យាយាមលួងលោមមិត្តស្រីរបស់គាត់ប៉ុន្តែនាងបានរំលឹកគាត់ថានាងក៏ត្រូវការលុយដែរដើម្បីបង់ថ្លៃកន្លែងស្នាក់នៅរបស់ពួកគេបន្តិចក្រោយមកយើងឃើញថាប្តីប្រពន្ធពីរនាក់ដែលត្រូវជាសាច់ញាតិរបស់ Mark នឹងក៏បាននាំ Mark មកឲ្យ Charlie ហើយ Mark បានខឹងនឹង Charlie មិនមែនដោយសារតែគាត់ព្រមប្រគល់ Mark ទៅឲ្យគេចិញ្ចឹមនោះទេប៉ុន្តែ Mark ខឹងដោយសារតែគាត់មិនបានចំណាយលុយតែ Charlie ទទួលបានពីសាច់ញាតិរបស់ម្ដាយគាត់ដែលយើងមើលទៅ Mark ហ្នឹងគឺមិនខុសពីឪពុកគាត់ Charlie ប៉ុន្មានទេនេះបានគេហៅថាផ្លែប៉ោមជ្រូកមិនឆ្ងាយពីដើមពិតមែនឪពុកក៏ស្រឡាញ់លុយហើយកូននឹងក៏ស្រឡាញ់លុយទៀត Charlie បានទទួលមនុស្សយន្តថ្មីរបស់គាត់ដែលទើបនឹងទិញនិងបានបើកកុងតឺន័រដើម្បីយកវាមកខាងក្រៅដែលនោះគឺជាមនុស្សយន្តសាមរ៉ៃរបស់ជប៉ុនដែលវាមើលទៅពិតជាអំណាចមែនទែន Charlie ព្យាយាមប្រើប្រាស់ការគ្រប់គ្រងដោយប្រើសំឡេងដែលភាសាបច្ចេកទេសយើងហៅថា voice control ប៉ុន្តែមនុស្សយន្តនោះមិនអាចឆ្លើយតបបានទេហើយគាត់គិតថាប្រហែលជាគាត់ត្រូវបានគេបោកប្រាស់ហើយនិងបានបន្ទោស Belly ថែមទៀតដែលនាងមិនបានជួយពិនិត្យមើលមនុស្សយន្តរបស់គាត់ដែលទើបនឹងទិញនឹងហើយ Max ដែលជាក្មេងឆ្លាតនិងចូលចិត្តបច្ចេកវិទ្យាផងនោះគាត់ក៏បានពាក់កាសដើម្បីបញ្ជាមនុស្សយន្តនោះដោយប្រើភាសាជប៉ុនដែលជាភាសាកំណើតរបស់មនុស្សយន្តនោះហើយ Max ក៏អាចបញ្ជាឲ្យមនុស្សយន្តសាមរ៉ៃជប៉ុននោះធ្វើសកម្មភាពបានបន្ទាប់មកពួកគេដឹងថាត្រូវតែផ្លាស់ប្ដូរការកំណត់ការគ្រប់គ្រងសំឡេងរបស់វាក្រោយពីការសាកល្បងអស់រយៈពេលបន្តិចក្រោយមក Charlie ក៏អាចគ្រប់គ្រងមនុស្សយន្តរបស់គាត់បាននិងបានដាក់វាចូលទៅក្នុងឡានហើយក្រុងនឹងយកវាទៅធ្វើការប្រកួតបន្ទាប់របស់គាត់តែគាត់មានជំនឿចិត្តថានឹងអាចយកឈ្នះបានទៀតផងនៅពេលដែល Charlie បានឡើងលើឡានរបស់គាត់ Mark ក៏បានលួចកូនសោឡានហើយសុំឲ្យឪពុករបស់គាត់យកគាត់ទៅជាមួយបើមិនព្រមទេគាត់នឹងទម្លាក់កូនសោនេះចូលលូជាមិនខានដោយគ្មានជំរឿននោះ Charlie ក៏បានយល់ព្រមហើយពួកគេក៏បានធ្វើដំណើរមកដល់ក្លឹបប្រដាល់នៅក្រោមដីមួយកន្លែងដែលពួកគេមានឃើញមនុស្សយន្តជាច្រើនផ្សេងទៀតនៅទីនោះ Charlie ប្រកាសក្នុងចិត្តខ្លាំងណាស់ថាលើកនេះគាត់នឹងទទួលបានជ័យជំនះហើយ Charlie និយាយទៅកាន់អ្នករៀបចំការប្រកួតដែលគាត់មានឈ្មោះថា Finn ហើយចង់ឲ្យ Finn ផ្ដល់ការប្រកួតសំខាន់មួយដល់មនុស្សយន្តថ្មីរបស់គាត់ដោយដែលពួកគេធ្លាប់ប្រកួតក្នុងលីកធំផ្សេងទៀតហើយ Max បានប្រាប់ឪពុករបស់គាត់ឲ្យយកការប្រកួតផ្សេងទៀតជំនួសវិញព្រោះពួកគេមិនទាន់បានវឹកហាត់ប្រយុទ្ធជាមួយមនុស្សយន្តថ្មីនេះពីមុនមកទេប៉ុន្តែ Charlie មិនបានយកចិត្តទុកដាក់ចំពោះសម្ដីរបស់ Max ឡើយហើយសម្រេចចិត្តចង់ប្រកួតជាមួយម្ចាស់ជើងឯកនៃក្លឹប Midas នេះថែមទៀតការប្រកួតក៏បានចាប់ផ្ដើមយើងឃើញថាមនុស្សយន្តសាមរ៉ៃរបស់ Charlie វាលុកបានយ៉ាងខ្លាំងក្លាទៅលើគូប្រកួតរបស់គាត់ហើយទស្សនិកជនក៏បានបញ្ចេញនូវសម្រែកដ៏រំភើបផងដែរមនុស្សយន្តរបស់ Charlie បានបន្តការគ្រប់គ្រងវាយទៅលើគូប្រកួតរបស់គាត់បានយ៉ាងល្អនៅលើសង្វៀនហើយ Charlie រំភើបចិត្តខ្លាំងណាស់ដោយគាត់គិតថាគាត់នឹងអាចឈ្នះក្នុងការប្រកួតនេះយ៉ាងងាយបំផុតដោយសារតែការមិនយកចិត្តទុកដាក់របស់គាត់មនុស្សយន្តនៃក្លឹប Midas ក៏បានវាយបកត្រឡប់មកវិញហើយ Charlie ក៏បានព្យាយាមស្វែងយល់ថាតើពាក្យបញ្ជាមនុស្សយន្តសាមរ៉ៃនេះមានអ្វីខ្លះហើយគាត់ក៏ស្រែកចេញនៅពាក្យបញ្ជាទាំងនោះដែលធ្វើឲ្យគាត់អាចគ្រប់គ្រងមនុស្សយន្តរបស់គាត់បានមកវិញតែគូប្រជែងរបស់ Charlie ដឹងអំពីចំណុចខ្សោយរបស់មនុស្សយន្តរបស់គាត់ភ្លាមៗនោះគេក៏បានផ្ដួលមនុស្សយន្តសាមរ៉ៃរបស់ Charlie ឲ្យដួលហើយបានវាយផ្ដាច់ក្បាលរបស់មនុស្សយន្តចេញថែមទៀតបន្ទាប់ពីមនុស្សយន្តរបស់គាត់ត្រូវបានគេវាយកំទេចនោះគឺនៅសល់តែឧបករណ៍ការគ្រប់គ្រងសំឡេងរបស់មនុស្សយន្តតែប៉ុណ្ណោះដែលអាចប្រើការបាន Mark បានថាឲ្យឪពុករបស់គាត់ចំពោះការចូលរួមប្រកួតទល់នឹងមនុស្សយន្តជើងឯកដោយមិនបានរៀនពីការបញ្ជាស្តង់ដារណាមួយសម្រាប់មនុស្សយន្តជប៉ុនរបស់គាត់ឡើយ Charlie មិនព្រមទទួលស្គាល់កំហុសរបស់គាត់នោះទេហើយបានបញ្ជាឲ្យកុំព្យូទ័ររបស់គាត់បិទមាត់និងបានស្រែកដាក់ Mark ឲ្យចូលក្នុងឡាននៅតាមផ្លូវត្រឡប់ទៅផ្ទះវិញពួកគេបានឈប់នៅកន្លែងចាក់សម្រាមមួយដើម្បីរកផ្នែកមួយចំនួនសម្រាប់មនុស្សយន្តថ្មីខណៈពេលដែលកំពុងស្វែងរកនិងប្រមូលផ្នែកនានានោះ Charlie បានប្រាប់កូនប្រុសរបស់គាត់នៅរឿងរ៉ាវអំពីរបៀបដែលមនុស្សយន្តប្រដាល់បានកើតឡើងនិងរបៀបដែលពួកគេបានយកមនុស្សយន្តមកជំនួសមនុស្សដើម្បីប្រយុទ្ធនៅលើសង្វៀនដោយឡែងតែស្ដាប់ឪពុករបស់គាត់ Mark មិនបានកត់សម្គាល់ដែលគាត់កំពុងឈរនៅលើច្រាំងថ្មចត់មួយរំពេចនោះវាក៏បានបាក់ស្រុតដោយសារទឹកភ្លៀងហើយ Mark ក៏បានធ្លាក់ចុះមកខាងក្រោមប៉ុន្តែវាពិតជាសំណាងល្អខ្លាំងមែនទែនដែល Mark ត្រូវបានធ្វើជាប់នៅលើដៃមនុស្សយន្តមួយដែលវាបានជួយសង្គ្រោះគាត់ពីការស្លាប់ Charlie ចុះទៅខាងក្រោមដើម្បីទៅរកកូនប្រុសរបស់គាត់និងបានជួយលើក Mark ឡើងមកលើដោយសុវត្ថិភាពខណៈដែល Charlie កំពុងអោបកូនប្រុសរបស់គាត់កុំឲ្យភ័យខ្លាចនោះ Mark បានក្រោកចេញពីដៃឪពុករបស់គាត់ដើម្បីទៅមើលដៃមនុស្សយន្តមួយដែលបានជួយសង្គ្រោះជីវិតរបស់គាត់ហើយ Mark ពិតជាភ្ញាក់ផ្អើលនៅពេលដែលគាត់បានរកឃើញ
ញសាកសពមនុស្សយន្តដោយចាស់មួយបានកប់នៅក្នុងដីម៉ាកបានសុំឲ្យពលរដ្ឋគាត់យករទេះមកដើម្បីឲ្យពួកគេអាចយកមនុស្សយន្តនោះពេលត្រឡប់ទៅផ្ទះវិញប៉ុន្តែឆាលីបានត្រឡប់ទៅខាងលើដោយមិនបានខ្វល់ខ្វាយពីសម្ដីកូនប្រុសរបស់គាត់ឡើយហើយថែមទាំងមិនបានជួយកូនរបស់គាត់ថែមទៀតព្រឹកឡើងយើងឃើញថាម៉ាកបានអូមមនុស្សយន្តនោះមកដោយខ្លួនឯងហើយគាត់មិនសប្បាយចិត្តនឹងការដែលពលរដ្ឋគាត់មិនបានខ្វល់ខ្វាយពីគាត់នោះឡើយក្រោយមកពួកគេក៏បានយកមនុស្សយន្តនោះមកកន្លែង Belly ហើយវាគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនដែល Belly អាចធ្វើឲ្យមនុស្សយន្តចាស់នោះដំណើរការវិញបានហើយនាងក៏សម្គាល់ថាវាមានមុខងារដ៏កម្រមួយដែលគេហៅថា Shadow Mode វាគឺជាមុខងារពិសេសមួយដែលនៅក្នុងមនុស្សយន្តដែលបញ្ជាឲ្យមនុស្សយន្តធ្វើត្រាប់តាមឬចម្លងតាមចលនារបស់មនុស្សដែលជាអ្នកគ្រប់គ្រងរបស់វាបន្ទាប់មកម៉ាកបានយកមនុស្សយន្តនោះទៅលាងសម្អាតហើយក៏បានឃើញឈ្មោះរបស់វាគឺ Atom ក្រោយមកម៉ាកចង់ឲ្យពលរដ្ឋគាត់សាកល្បងយកមនុស្សយន្ត Atom នេះទៅធ្វើការប្រកួតដើម្បីរកប្រាក់ខ្លះប៉ុន្តែ Charlie និយាយថាវាគ្រាន់តែជាមនុស្សយន្តសម្រាប់គេវឹកហាត់តែប៉ុណ្ណោះយប់ឡើងនៅពេលដែលពួកគេគេងលក់អស់ម៉ាកបានលួចចូលទៅក្នុងកន្លែងដាក់មនុស្សយន្តហើយបានបើកមនុស្សយន្ត Atom និងបាននាំវាចេញទៅខាងក្រៅដើម្បីរត់លេងជាមួយគ្នាហើយនោះក៏ជាពេលដែលម៉ាករៀនគ្រប់គ្រងមនុស្សយន្តជាលើកដំបូងបង្អស់របស់គាត់ផងដែរនៅពេលព្រឹកឡើងម៉ាកបានសម្រេចចិត្តសួរ Belly អំពីជីវប្រវត្តិរបស់ឪពុករបស់គាត់តើធ្លាប់ជាអ្វីហើយនាងបានប្រាប់ម៉ាកយ៉ាងរីករាយថា Charlie គឺជាអ្នកប្រដាល់អាជីពម្នាក់និងអំពីរបៀបដែលគាត់តែងតែតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់ហើយ Charlie មិនចោះចាញ់សូម្បីតែនៅចំពោះមុខរបស់គាត់គឺជាគូប្រកួតខ្លាំងបំផុតក៏ដោយជាមួយនឹងការមកដល់នៃយុគសម័យនៃមនុស្សយន្តគ្មាននរណាម្នាក់ត្រូវការជំនាញប្រដាល់របស់ Charlie ទៀតនោះទេហើយគាត់ក៏មិនអាចខ្លាចជាជើងឯកបាននោះដែរ Charlie បានចូលទៅរំខានការសន្ទនារបស់អ្នកទាំងពីរហើយប្រាប់ទៅ Belly ថាគាត់នឹងចាក់ចែងជាមួយកូនប្រុសរបស់គាត់ទៅកាន់ទីក្រុង Atlanta ដើម្បីស្វែងរកដៃគូដែលនឹងទិញមនុស្សយន្តថ្មីរបស់គាត់នៅពេលដែលពួកគេបានទៅដល់ទីក្រុង Atlanta Charlie បានសុំឲ្យ Mark រងចាំគាត់នៅក្នុងបន្ទប់ទទួលភ្ញៀវខណៈពេលដែលគាត់ទៅរក Finn នៅទីនោះ Mark បានជួបជាមួយនឹង Tamashido ដែលជាអ្នកបង្កើតស៊ូនិងជាមនុស្សយន្តជើងឯកខ្លាំងបំផុតដែលគ្មានគូប្រៀបហើយគាត់បានប្រាប់អ្នកសារព័ត៌មានថា Zoo នឹងអាចប្តូរនរណាម្នាក់បានភ្លាមៗនៅពេលដែលពួកគេជួបគាត់នៅលើសង្វៀនទន្ទឹមនឹងនេះ Charlie បានស្នើឲ្យ Finn ជួយឧបត្ថម្ភសម្រាប់មនុស្សយន្តថ្មីរបស់គាត់ប៉ុន្តែត្រូវបាន Finn បដិសេធដោយសារតែកំណត់ត្រាចាញ់របស់គាត់ Charlie ដោយមានការខកចិត្តនិងអស់សង្ឃឹមគាត់ក៏បានយល់ព្រមឲ្យ Mark នាំមនុស្សយន្ត Atom ទៅក្នុងការប្រកួតនៅកន្លែងសួនសត្វមួយដែលមានមនុស្សយន្តមួយអាក្រក់បំផុតនៅទីនោះដើម្បីឲ្យកូនប្រុសរបស់គាត់អស់ចិត្តហើយទុកគាត់នៅម្នាក់ឯងនៅថ្ងៃបន្ទាប់ Charlie បានភ្ញាក់ពីសំឡេងរបស់ Mark ខណៈដែលគាត់កំពុងវឹកហាត់ជាមួយ Atom តាំងពីព្រឹកនិងបានលេងសមាមនុស្សយន្តហើយរៀបចំកម្មវិធីបញ្ជាដោយខ្លួនឯងដោយប្រើ Shadow Mode Charlie មានការភ្ញាក់ផ្អើលដោយរីករាយចំពោះការតស៊ូរបស់កូនប្រុសរបស់គាត់ដោយបានគិតថាតើកូនប្រុសរបស់គាត់ទទួលបានដងនេះមកពីណាពួកគេក៏បានធ្វើដំណើរទៅដល់កន្លែងដែលត្រូវប្រកួតហើយ Mark បានចរចាជាមួយអ្នកគ្រប់គ្រងនៅទីនោះថាប្រសិនបើមនុស្សយន្ត Atom អាចវាយឆ្លងផុតមួយទឹក Mark នឹងទទួលបានទឹកប្រាក់ចំនួន$1000តែប្រសិនបើមនុស្សយន្ត Atom របស់គាត់មិនអាចឆ្លងផុតនោះទេពួកគេនឹងរឹបអូសយកមនុស្សយន្តរបស់គាត់ទៅការប្រកួតក៏បានចាប់ផ្ដើមហើយ Mark គឺជាអ្នកបញ្ជាមនុស្សយន្ត Atom របស់គាត់ Atom មិនបានវាយប្រហារទៅលើគូប្រកួតនោះទេប៉ុន្តែវាគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះហើយត្រូវមនុស្សយន្តម្ខាងទៀតវាយ៉ាងដំណំទៅលើ Atom ជាបន្តបន្ទាប់ Charlie បានណែនាំឲ្យកូនប្រុសរបស់គាត់ព្យាយាមផ្លាស់ទីបន្ថែមទៀតដើម្បីគ្រប់គ្រងការវាយប្រហាររបស់មនុស្សយន្តប៉ុន្តែមនុស្សយន្តដែលជាគូប្រកួតរបស់គាត់បានចាប់ Atom ជាប់និងបានវាយវាចំក្បាលបណ្ដាលឲ្យវាដួលទៅការរកថយក្រោយនៃទឹកទី1ក៏បានចាប់ផ្ដើមហើយមនុស្សយន្ត Atom មានពេលត្រឹមតែ30វិនាទីតែប៉ុណ្ណោះដើម្បីក្រោកឡើងមកវិញហើយ Mark បានស្រែកបញ្ជាឲ្យ Atom ក្រោកឡើងមកពេលនោះវាក៏បានក្រោកឡើងមកវិញមែនដែលមានន័យថា Mark បានឈ្នះ$1000ដោយស្វ័យប្រវត្តិអ្នកគ្រប់គ្រងនៅទីនោះមិនយល់ស្របនឹងលទ្ធផលនេះទេហើយផ្ដល់ជូនការផ្នែកគុណទាំងពីរប្រសិនបើមនុស្សយន្ត Atom អាចបន្តមួយទឹកទៀត Charlie ដែលកំពុងព្យាយាមនិយាយជាមួយកូនប្រុសរបស់គាត់ថាកូនប្រុសថយប្រឋានក្នុងការប្រកួតនេះឲ្យសោះប៉ុន្តែ Mark ក៏បានឆ្លើយយល់ព្រមប្រកួតបន្តទឹកទី2ក៏បានចាប់ផ្ដើមហើយមនុស្សយន្ត Atom ក៏បានលូតវាយមនុស្សយន្តម្ខាងទៀតយ៉ាងខ្លាំងដែលធ្វើឲ្យប្រព័ន្ធការគ្រប់គ្រងរបស់មនុស្សយន្តនោះបានឆ្លងហើយគាំងហើយ Mark ក៏ទទួលបានជ័យជំនះក្នុងការប្រកួតនេះហ្វូងមនុស្សជាច្រើនបានអបអរសាទរគាត់ផងដែរនៅថ្ងៃបន្ទាប់ Mark ព្យាយាមបន្តវឹកហាត់ជាមួយមនុស្សយន្ត Atom ហើយព្យាយាមបង្រៀនវានៅពាក្យបញ្ជាថ្មីៗថែមទៀតនៅពេលដែល Mark ធុញទ្រាន់នឹងការបង្រៀនគាត់ក៏បានសម្រេចចិត្តហាត់ក្បាច់រាំជាមួយ Atom ហើយ Atom ងាយស្រួលមែនទែនក្នុងការចម្លងរាល់ចលនារបស់ Mark Charlie បានចូលទៅចិត្តពួកគេហើយ Mark បានប្រាប់ឪពុករបស់គាត់ថាគាត់បានដំឡើងការគ្រប់គ្រងសម្លេងរបស់មនុស្សយន្តសាមរ៉ាយទៅលើ Atom ដូច្នេះឥឡូវនេះពួកគេមិនត្រូវការប្រើផ្ទាំងបញ្ជាទៀតនោះទេ Mark បានសុំឲ្យឪពុករបស់គាត់បង្រៀន Atom នៅក្បាច់ប្រដាល់តាមរយៈ Shadow Mode ដំបូងឡើយ Charlie មានការស្ទាក់ស្ទើរនិងណែនាំឲ្យកូនប្រុសរបស់គាត់ឲ្យបង្កើតក្បាច់រាំមួយសម្រាប់ Atom ដែលជាលក្ខណៈពិសេសនៅក្នុងសង្វៀន Mark យល់ព្រមនឹងឪពុករបស់គាត់ក្រោមលក្ខខណ្ឌមួយលុះត្រាតែឪពុករបស់គាត់បង្រៀន Atom ពីរបៀបប្រដាល់ដូច្នេះនេះជាការចាប់ផ្ដើមការងារជាក្រុមដ៏លំបាករបស់ពួកគេ Charlie បានបង្រៀនពីបច្ចេកទេសប្រដាល់ទៅកាន់ម
មនុស្សយន្តអាថមពីព្រឹករហូតដល់យប់ក្រោយមកម៉ាក់ក៏ជាអ្នកចាប់ផ្ដើមមុនការប្រកួតដោយបង្ហាញក្បាច់រាំពិសេសរបស់គាត់ហើយមនុស្សយន្តអាថមទទួលបានជ័យជំនះជាបន្តបន្ទាប់ចំណែកឯតំណែងតំណងរបស់ឪពុកនិងកូនក៏កាន់តែជិតស្និទ្ធឡើងផងដែរបន្ទាប់ពីរកប្រាក់បានពីការប្រកួតនៅតាមទីក្រុងតូចៗឆាលីបានផ្ញើប្រាក់ឈ្នះមួយចំនួនទៅឲ្យ Belly ដើម្បីសងបំណុលរបស់គាត់ជាមួយនឹងការប្រាក់ហើយក្រោយមកដោយសារតែមនុស្សយន្តអាថមមានក្បាច់រាំពិសេសវាក៏បានយកឈ្នះបេះដូងអ្នកទស្សនាយ៉ាងឆាប់រហ័សហើយពួកគេក៏ត្រូវបានគេនិយាយនៅក្នុងសារព័ត៌មានផងដែរ Charlie និង Mark ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្រកួត Steel Champion League ខណៈដែល Mark កំពុងរៀបចំអាថមនោះ Charlie បានសម្រួលអារម្មណ៍នឹងការតាំងចិត្តរបស់គាត់សម្រាប់ការប្រកួតហើយនិយាយថាអារម្មណ៍ទាំងអស់គាត់នឹងប្រមូលផ្ដុំនៅលើសង្វៀនធំបន្តិចក្រោយមកអ្នកគ្រប់គ្រងម្នាក់បានចូលទៅក្នុងកន្លែងរបស់ពួកគេហើយអញ្ជើញពួកគេឲ្យទៅជួប Fari Lemkova ដែលជាម្ចាស់របស់មនុស្សយន្ត Zeus Lemkova គឺជាស្ត្រីអ្នកជំនួយម្នាក់ដែលកំពុងស្វែងរកដៃគូវឹកហាត់សម្រាប់ Zeus ហើយនាងបានសុំទិញអាថមក្នុងតម្លៃ$200,000ការប្រោសជូននេះមានសប្បុរសភាពរហូតដល់ទឹកទី1នៃការប្រកួតរបស់គាត់ជាមួយនឹងមនុស្សយន្តក្បាល2ដែលមានឈ្មោះថា Twin City Charlie បានឆ្លើយយល់ព្រមភ្លាមៗប៉ុន្តែ Mark បានបដិសេធហើយបានដើរចាកចេញពីក្នុងបន្ទប់នោះ Charlie ព្យាយាមបញ្ចុះបញ្ចូលកូនប្រុសរបស់គាត់ឲ្យទទួលយកកិច្ចព្រមព្រៀងក្នុងការទិញមនុស្សយន្តអាថមនោះប៉ុន្តែ Mark សូមឲ្យឪពុករបស់គាត់គិតអំពីមូលហេតុដែល Lemkova ចង់ទិញមនុស្សយន្តអាថមក្នុងចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ Mark ជឿថាអាថមមានលក្ខណៈពិសេសហើយមិនមានបំណងក្នុងការលក់មនុស្សយន្តដែលជាមិត្តភក្តិរបស់គាត់នោះទេកាន់មកដល់កន្លែងការប្រកួតវិញសម្លេងហូរកងរំពងនៅពេលដែលមនុស្សយន្តក្បាល2បានចូលទៅដល់ក្នុងសង្វៀនហើយ Mark បានដឹកនាំអាថមចេញមកដោយការសម្ដែងក្បាច់រាំពិសេសមុនការប្រកួតរបស់គាត់ការប្រកួតមនុស្សយន្តក៏បានចាប់ផ្ដើមហើយនៅក្នុងនាទីដំបូងនៃការប្រកួតយើងឃើញថាមនុស្សយន្តក្បាល2នោះបានវាយប្រហារអាថមយ៉ាងចាស់ដៃដែលធ្វើឲ្យអាថមមិនអាចវាយបកបានមកវិញនោះទេបន្ទាប់មក Charlie បានកត់សម្គាល់អំពីចំណុចខ្សោយរបស់មនុស្សយន្តក្បាល2នោះគឺស្មាខាងស្ដាំរបស់វាត្រូវរមូលមុនពេលដែលវាបញ្ចេញកណ្ដាប់ដៃនីមួយៗមនុស្សយន្តអាថមបានគេចពីការវាយប្រហារហើយចាប់ផ្ដើមវាយបកយ៉ាងដំណំទៅលើរាងកាយមនុស្សយន្តក្បាល2នោះបន្ទាប់ពីធ្វើឲ្យផ្នែកខាងស្ដាំរបស់មនុស្សយន្តក្បាល2នោះចុះខ្សោយមនុស្សយន្តអាថមបានសោយមួយដៃចំកណ្ដាលក្បាលរបស់វាឲ្យដួលទៅហើយអាថមក៏បានទទួលជ័យជំនះទស្សនិកជនទាំងអស់បានតែដៃអបអរសាទរទៅលើមនុស្សយន្តអាថមយ៉ាងខ្លាំងហើយ Belly ដែលបានមើលគ្រប់ការប្រកួតនោះក៏បានស្រែកដោយសប្បាយចិត្តផងដែរ Mark បានរត់ចូលទៅក្នុងសង្វៀនហើយឆក់មីក្រូហ្វូនពីអាញាកណ្ដាលនិងប្រកាសជាសាធារណៈថាគាត់ចង់ប្រកួតជាមួយ Zeus ដែលជាមនុស្សយន្តរបស់ Farah Lemkova បន្ទាប់មកអ្នកទាំងពីរក៏បានទៅយកប្រាក់រង្វាន់អ្នកឈ្នះហើយធ្វើដំណើរចាក់ចេញទៅ Ricky បានជួបពួកគេនៅឯចំណតឡានហើយនៅទីនោះ Ricky បានប្រាប់ឲ្យកូនចៅរបស់គាត់វាយធ្វើបាបពួកគេដើម្បីយកលុយឲ្យគាត់ភ្នាល់ចាញ់នោះមកវិញពួកគេបានវាយធ្វើបាប Charlie ហើយបានយកលុយទាំងអស់នោះទៅដោយព្រួយបារម្ភអំពីសុវត្ថិភាពរបស់ Mark Charlie បាននាំកូនប្រុសរបស់គាត់ទៅកាន់សាច់ញាតិរបស់មិត្តស្រីរបស់គាត់វិញដើម្បីថែរក្សាសុវត្ថិភាពរបស់កូនប្រុសរបស់គាត់ Mark បានព្យាយាមអង្វរឪពុករបស់គាត់ដោយទឹកភ្នែកហើយគាត់បាននិយាយថាសូមឲ្យគាត់រស់នៅជាមួយ Charlie បន្តទៀតប៉ុន្តែ Charlie មិនព្រមប្រថុយនោះទេហើយ Mark ក៏បានទៅចិត្តនឹងបានដើរចាក់ចេញទៅ Charlie បានបដិសេធមិនយកលុយពាក់កណ្ដាលទៀតសម្រាប់ការមើលថែ Mark នោះដែរ Charlie ព្យាយាមបញ្ចុះបញ្ចូលកូនប្រុសរបស់គាត់ឲ្យទៅរស់នៅជាមួយសាច់ញាតិរបស់គាត់វិញហើយ Charlie គិតថាគាត់មិនសមរស់នៅជាមួយ Mark ឡើយជាការលាគ្នា Mark បានប្រាប់ឪពុករបស់គាត់ថាគាត់ត្រូវចេះតស៊ូដើម្បី Mark កាត់ពេលដែល Charlie ត្រឡប់ទៅផ្ទះវិញគាត់បានចងចាំគ្រប់ពេលវេលាដែលគាត់បានចំណាយពេលជាមួយកូនប្រុសរបស់គាត់ហើយគាត់បានទៅរក Belly និងបានគេងចិត្តនាងដែលធ្វើឲ្យនាងសប្បាយចិត្តផងដែរនៅព្រឹកឡើង Belly បានលួងលោម Charlie កុំឲ្យចាក់ចេញពីកូនប្រុសរបស់គាត់វាមិនយឺតពេលនោះទេសម្រាប់ការកែលម្អទំនាក់ទំនងរបស់ពួកគាត់ទាំងពីរនិងការកែកំហុសរបស់គាត់ពីអតីតកាលពួកគេទាំងពីរក៏បានថាប់គ្នាហើយ Charlie ក៏បានចេញដំណើរទៅរក Mark នៅពេលទៅដល់ Charlie បានជួបជាមួយនឹងកូនប្រុសរបស់គាត់ហើយប្រាប់ថាគាត់ពិតជាសោកស្ដាយមែនទែនដែលមិនបានរស់នៅនិងមើលថែ Mark ប៉ុន្មានឆ្នាំមកនេះ Charlie សូមឲ្យ Mark ផ្ដល់ឱកាសឲ្យគាត់ម្ដងទៀតហើយសន្យាថាគាត់នឹងតស៊ូដើម្បី Mark ចាប់ពីពេលនេះតទៅបន្ទាប់មក Charlie ក៏បានបង្ហាញឲ្យ Mark ឃើញមនុស្សយន្តអាថមហើយ Charlie និយាយថា Zeus បានទទួលការប្រកួតរបស់គាត់ហើយ Charlie ព្យាយាមនិយាយបញ្ចុះបញ្ចូលឲ្យសាច់ញាតិរបស់ Mark អនុញ្ញាតឲ្យ Mark ទៅចូលរួមការប្រកួតជាមួយគាត់អ្នករៀបចំការប្រកួត Steel Champion League បង្ហាញថា Takashido បានទទួលយកការប្រកួតការពីម្សិលមិញជាមួយមនុស្សយន្តអាថមហើយថានេះគឺជាការប្រមាថយ៉ាងខ្លាំងទៅដល់អ្នកបង្កើត Zeus ការប្រកាសមួយនេះបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងជាសាធារណៈសម្រាប់ក្រុមហ៊ុនមនុស្សយន្ត Zeus ដូច្នេះពួកគេត្រូវតែប្រឈមមុខនឹងបញ្ហានេះហើយ Charlie និង Mark ក៏បានមកដល់កន្លែងការប្រកួតជាមួយអាថមក្នុងពេលជាមួយគ្នានោះ Finn ដែលជាអ្នករៀបចំការភ្នាល់ថាអាថមនឹងមិនអាចវាយរហូតដល់ទឹកចុងក្រោយនោះទេហើយសម្រាប់ការភ្នាល់មានចាប់ពីទឹកទី1រហូតដល់ទឹកទី5ពេលនោះ Ricky បានដើរចូលទៅជិត Finn ហើយភ្នាល់ដោយទំនុកចិត្តចំនួនទឹកប្រាក់$10,000ថាអាថមនឹងមិនអាចឆ្លងផុតពីទឹកទី1នោះបានទេប្រសិនបើការភ្នាល់របស់គាត់ដំណើរការបានល្អនោះក្រោយចប់ការប្រកួតគាត់នឹងទទួលបានកន្លះលានដុល្លារជាមិនខាន
កម្មវិធីស្វាគមន៍មួយត្រូវបានដាក់សម្រាប់ស៊ូដែលជាកន្លែងដែលគាត់បានលោតចូលទៅក្នុងសង្វៀនដើម្បីអបអរសាទរពីទស្សនិកជនចំណែកឯមនុស្សយន្តធំវិញយើងមើលទៅគឺហាក់បីដូចជាធម្មតាតែប៉ុណ្ណោះហើយការប្រកួតក៏បានចាប់ផ្ដើមមនុស្សយន្តស៊ូបានវាយមួយដៃដំបូងដែលធ្វើឲ្យអាថមបានដួលទៅហើយអ្នកទស្សនានៅទីនោះប្រកាសថាជ័យជំនះដែលជាម្ចាស់ចង្អែតនឹងនឹងក្លាយទៅជារបស់ស៊ូដដែលបន្តិចក្រោយមកមនុស្សយន្តអាថមក៏បានក្រោកឡើងមកវិញប៉ុន្តែភ្លាមៗនោះមនុស្សយន្តស៊ូក៏បានដើរទៅវាយមនុស្សយន្តអាថមយ៉ាងខ្លាំងដែលធ្វើឲ្យវាបានដួលម្ដងទៀតបន្ទាប់ពីការដួលជាច្រើនលើកមនុស្សយន្តអាថមនៅតែក្រោកឡើងបានមកវិញម្ដងហើយម្ដងទៀតហើយស៊ូបានវាយផ្អឹបអាថមទៅនឹងជ្រុងនៃសាយវៀនហើយទីបំផុតឆាលីក៏បានបញ្ជាឲ្យអាថមវាយបកទៅកាន់ស៊ូវិញនិងធ្វើឲ្យវាបានដកថយផងដែរដែលធ្វើឲ្យអ្នករាល់គ្នានៅទីនោះពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់មកមនុស្សយន្តអាថមក៏បានវាយទៅលើស៊ូបន្ថែមទៀតអ្វីត្បិតបើមានគូប្រកួតខ្លាំងយ៉ាងណាក៏ដោយអាថមដែលជាមនុស្សយន្តដ៏ចំណាស់នៅតែអាចតស៊ូរហូតដល់ចប់ទឹកទី1រីគីក៏បានព្យាយាមចាក់ចេញពីទីកន្លែងនោះយ៉ាងប្រញាប់ប៉ុន្តែ Finn ក៏បានរកគាត់ឃើញដើម្បីទាបប្រាក់ដែលគាត់បានភ្នាល់ការប្រកួតនៅតែបន្តហើយអាថមព្យាយាមតស៊ូជាមួយស៊ូបានពីមួយទឹកទៅមួយទឹកនៅទឹកទី4ស៊ូបានបញ្ចេញថាមពលទាំងអស់របស់គាត់វាយទៅលើអាថមហើយធ្វើឲ្យអាថមត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកមួយចំនួនផងដែរបន្ទាប់មកប្រព័ន្ធគ្រប់គ្រងសំឡេងរបស់អាថមត្រូវបានបំផ្លាញទោះជាយ៉ាងណាក៏ដោយក៏មនុស្សយន្តអាថមនៅតែអាចឈរទប់ទល់រហូតដល់ចប់ទឹកទី4ប៉ុន្តែឥឡូវនេះយើងឃើញថាឱកាសនៃការឈ្នះរបស់មនុស្សយន្តអាថមគឺមានតិចតួចណាស់ហើយ Mark បានព្យាយាមឲ្យពុតរបស់គាត់គ្រប់គ្រងអាថមតាមរយៈ Shadow Mode វិញ Mark បានកត់សម្គាល់ថា Lemkova និង Mashido ចាប់ផ្ដើមព្រួយបារម្ភអំពីសមត្ថភាពដ៏អស្ចារ្យរបស់មនុស្សយន្តអាថមហើយ Charlie ក៏បានយល់ព្រមនឹងសំណាចុងក្រោយរបស់ Mark ក្នុងនាមជាអ្នកហ្វឹកហាត់មនុស្សយន្តអាថមម្នាក់ Charlie បាននិយាយលើកទឹកចិត្តមុនពេលចូលប្រកួតបន្តផងដែរទោះបីជាអាថមស្ដាប់គាត់មិនឮយ៉ាងណាក៏ដោយទឹកទី5ដែលជាទឹកចុងក្រោយក៏បានចាប់ផ្ដើម Charlie បានកាន់ដៃប្លុកដោយសារតែការប្រកួតអស់រយៈពេលយ៉ាងយូរ Mark ចាប់ផ្ដើមព្រួយបារម្ភថា Zoo នឹងអាចបំផ្លាញមនុស្សយន្តរបស់គាត់សូមឲ្យពុតរបស់គាត់ចាប់ផ្ដើមវាយបកទៅលើ Zoo វិញប៉ុន្តែ Charlie និយាយថាវាមិនទាន់ដល់ពេលនោះទេបន្ទាប់ពីរងចាំឲ្យ Zoo អស់ថាមពលហើយ Charlie ក៏បានវាយបកទៅកាន់ Zoo វិញនិងធ្វើការវាយលុកជាបន្តបន្ទាប់ដែលធ្វើឲ្យ Zoo ពិបាកក្នុងការគេចមែនទែន Zoo ដែលជាម្ចាស់ជើងឯក Restia ចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងហើយ Tag Mashido ក៏បានចូលទៅគ្រប់គ្រង Zoo ដោយខ្លួនឯងទោះជាយ៉ាងណាក៏ដោយ Charlie បានបញ្ចេញនូវក្បាច់ប្រដាល់កម្ពុជារបស់គាត់ដ៏មានឥទ្ធិពលនិងបានហក់វាយ Zoo ចំកណ្ដាលក្បាលហើយគាត់ក៏អាចផ្ដួល Zoo បានសម្រេចប៉ុន្តែ Zoo ក៏អាចក្រោកឡើងបានមកវិញប៉ុន្តែ Charlie បានវាយលុកទៅលើ Zoo ម្ដងទៀតនិងបានប្រើបច្ចេកទេសប្រយុទ្ធរបស់គាត់ទាំងអស់ទៅលើអាថម Zoo ត្រូវបានជួយសង្គ្រោះពីការបរាជ័យដោយសម្លេងជួងបានបន្លឺឡើងដែលមានន័យថាការប្រកួតក៏បានមកដល់ទីបញ្ចប់ហើយទស្សនិកជនក៏បានអបអរនិងស្រែកហៅឈ្មោះរបស់អាថមយ៉ាងកងរំពង Bailey ក៏បានរត់ឡើងទៅលើឆាកហើយថាប Charlie ទោះជាយ៉ាងណាក៏ដោយ Zoo នៅតែឈ្នះដោយផ្អែកលើពិន្ទុហើយនៅតែជាម្ចាស់ចង្អែតនៃការប្រកួត Real Steel Champion League ហើយការប្រកួតនេះគឺជាការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមហ៊ុនរបស់អ្នកបង្កើត Zoo អាថមត្រូវបានគេប្រកាសថាជាជើងឯកសម្រាប់ទស្សនិកជនហើយលទ្ធផលនេះ Mark សប្បាយចិត្តយ៉ាងខ្លាំងក្នុងការទទួលយកវាផងដែរ Mark បានរត់ទៅអបឪពុករបស់គាត់ដែលបញ្ជាក់យ៉ាងច្បាស់ថាគាត់ពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកូនប្រុសរបស់គាត់ហើយ Charlie បាននិយាយថាប៉ាស្រឡាញ់កូនរួមជាមួយអាថមពួកគេក៏បានឈរនៅលើកណ្ដាលសាយវៀនហើយសប្បាយរីករាយនឹងភាពរុងរឿងនិងការទទួលស្គាល់របស់ពួកគេផងដែរហើយសាច់រឿងរបស់យើងក៏បានកាត់បញ្ចប់តែត្រឹមនេះអរគុណអ្នកនរគ្នាខ្លាំងមែនទែនដែលបានចំណាយពេលក្នុងការស្ដាប់ការសម្ដែងរឿងរបស់ Admin ហើយបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like និង Subscribe ម្នាក់មួយផងហើយបើគិតថាការសម្ដែងរឿងរបស់ Admin យ៉ាងមិនដែរនោះកុំភ្លេច comment ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ